សម្រួលអារម្មណ៍បងប្អូនយើងបន្តិចសិនកាលពីជាង70ឆ្នាំមុនក្នុងឆ្នាំ1954ស្ថានភាពនៅកម្ពុជាក៏មានភាពតានតឹងមិនខុសពីពេលនេះដែរនៅពេលនោះប្រទេសថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហាររបស់យើងដោយកម្លាំងបាយប្រជាជនខ្មែរនៅសម័យនោះមានការខឹងសម្បារផងឈឺចាប់និងភ័យខ្លាចបាត់បង់ទឹកដីដូនតាផងព្រោះថៃមានកងទ័ពច្រើនជាងអាវុធទំនើបជាងយើងឆ្ងាយណាស់ក្នុងកាលៈទេសៈនោះសម្ដេចព្រះបរមរតនកោដ្ឋមិនបានបញ្ជូនកងទ័ពទៅបដូរឈាមភ្លាមដោយអារម្មណ៍ឆេវឆាវនោះទេទ្រង់បានប្រើយុទ្ធសាស្ត្រត្រយ៉ាងអស្ចារ្យមួយប្រើផែនទីនិងឯកសារទ្រង់ប្រមូលឯកសារប្រវត្តិសាស្ត្រសម័យបារាំងមកបង្ហាញពិភពលោកគឺយើងមិនមែននិយាយតែមាត់ថាដីនោះជារបស់យើងទេប៉ុន្តែយើងបង្ហាញស្តុតាងដែលមិនអាចប្រកែកបានពីការអត់ធ្មត់អស់រយៈពេល9ឆ្នាំរាស្ត្រខ្មែរសម័យនោះភាគច្រើនបានអស់សង្ឃឹមខ្លះខឹងថាហេតុអ្វីមិនវាយយកវិញប៉ុន្តែថ្នាក់ដឹកនាំជ្រាបថាបើវ័យគ្នានឹងខាតបង់ជីវិតកូនខ្មែរច្រើនហើយពិភពលោកនឹងមើលមកយើងក្នុងភាពអវិជ្ជមាន3ជ័យជំនះដោយសន្តិវិធីនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962តុលាការអន្តរជាតិបានសម្រេចឲ្យខ្មែរឈ្នះក្តីកងទ័ពថៃត្រូវបង្ខំចិត្តដាក់ធ្វើចេញពីប្រាសាទព្រះវិហារទាំងអាម៉ាស់និងចុងគំនុំទោះបីពួកគេមានកាំភ្លើងក្នុងបៃច្រើនជាងយើងក៏ដោយរឿងនេះបង្រៀនយើងអ្វីខ្លះសម្រាប់ខ្ញុំចោហត់ចំនួនស៊ីមនៅគ្រានេះអាងថាមហាអំណាចរវល់ចង់លេងស្ទីលត្រីងៀតឆ្លៀតពងតែការបាដីនោះជារបស់យើងគេគង់តែនឹងត្រូវបោះគូតចេញទៅវិញដោយភាពខ្មាស់អៀនហើយសង់សំណង់ទៀត9ឆ្នាំបងប្អូនសម្ដេចតាភាពស្ងប់ស្ងាត់គឺជាអំណាចការដែលយើងមិនទាន់ត្បិតដោយអាវុធមិនមែនមានន័យថាយើងខ្សោយនោះទេប៉ុន្តែថ្នាក់ដឹកនាំយើងកំពុងប្រើបញ្ញាដើម្បីការពារជីវិតកូនខ្មែរនិងការពារទឹកដីឲ្យបានគង់វង្សយូរអង្វែងជឿលើខ្លួនឯងឡើងនេះមិនមែនជាលើកទី1ទេដូនតាខ្មែរបានឆ្លងកាត់ការសាកល្បងច្រើនណាស់ហើយ Mason Soteri